អ្នកទាំងគ្នាមកស្ដាប់សម្ដេចបញ្ជូនសានមានប្រសាសន៍អំពីរឿងស្ត្រីម្នាក់ដែលជេរប្រមាថទៅលើកងទ័ពនៅប្រហែលថ្ងៃមុននេះហើយមានស្ត្រីណាមួយឲ្យឮថាជេរកងទ័ពឥឡូវគេយកទៅវាស់កម្ពស់អត់ទេអត់អនុញ្ញាតបានទេបើមិនតាន់យកទៅវាស់កម្ពស់ត្រូវតែយកទៅវាស់កម្ពស់រឿងអីគ្រាន់តែរឿងទូរស័ព្ទទៅជេរកងទ័ពប៉ុន្តែឮថាគេយកទៅវាស់កម្ពស់ហើយយកទៅវាស់កម្ពស់มันអាចបង្រើកថាបានទេហេតុអីបានស្ត្រីហាក់ដូចជាការប្រមាថកុំថាឡើយគាត់ជាកងទ័ពសូម្បីតែគាត់ជាអ្នកកម្មករសំណង់ម្នាក់ក៏មកទៅជេរប្រមាថគាត់របៀបនេះដែរជេរប្រមាថគាត់របៀបនេះมันអាចទេហើយខ្លួនជាស្ត្រីខ្លួនជាស្ត្រីចឹងទេពីថ្ងៃទៅហើយសុំឲ្យក្រសួងព័ត៌មានមើលឲ្យច្បាស់តាមបញ្ចប់ពេលខ្លះខ្ញុំសូមជំរាបណាយើងធូររលកខ្លាំងណាស់បើនិយាយពីក្រមសីលធម៌នៃ Facebook ក្រមសីលធម៌នៃ TikTok ក្រមសីលធម៌នៃ AI គេខ្លាំងជាងយើងទៀតណាគេខ្លាំងជាងយើងទៀតហេតុអីបានជាយើងជាស្ថាប័នរដ្ឋមួយយើងមិនអាចធ្វើបានថាគេរើរាំងឥឡូវបើចង់រើរាំងសិទ្ធទៅបន្ទោស Facebook ទៅបន្ទោស TikTok ទៅបន្ទោស AI ទៅ